រុក្ខជាតិនេះគឺមានឈ្មោះថាអញ្ចាញអញ្ចាញគឺជាឈ្មោះឈើមួយប្រភេទដើមតូចមែកសាញញ៉ាញស្លឹករង្វើលផ្កាលឿងផ្លែមូលស្ដួចខាងក្បាលសន្តានកដបវេលាទុំសម្បុរលឿងផ្លែចាស់ប្រើការធ្វើជាដំណាប់បានដើមអញ្ចាញច្រើនដុះក្នុងទំនាបឬក្នុងព្រៃរនាមរុក្ខជាតិមួយប្រភេទនេះក៏មានលោកគ្រូថ្នាំខាងឱសថបុរាណខ្មែរយើងគាត់តែងតែយកមកប្រើប្រាស់ធ្វើជាឱសថព្យាបាលរោគផងដែរដោយព្យាបាលទៅលើរោគពឹសភ្លើងហើយចំពោះវិធីធ្វើគឺគេយកស្លឹករបស់វាមកបុកឲ្យម៉ត់ត្រាំជាមួយនឹងស្រាសទុករយៈពេល2ឬ3ថ្ងៃឲ្យចេញជាតិហើយយើងយកទឹករបស់វានឹងមកលាបត្រង់កន្លែងដែលកើតពឹសភ្លើងមួយថ្ងៃ2ឬ3ដងហើយលាបចំនួន1សប្តាហ៍នោះជំងឺគាត់នឹងបានធូរស្រាលជាពីជំងឺមិនខានឡើយប្រសិនបើពុកម៉ែបងប្អូនអំពូមីងមាទាំងអស់គ្នាយល់ថាវីដេអូរបស់នាងខ្ញុំល្អសូមកុំភ្លេចជួយ like ជួយ share ផ្ដល់ជាកម្លាំងចិត្តឲ្យនាងខ្ញុំផងវីដេអូនេះនាងខ្ញុំធ្វើឡើងគឺដើម្បីទុកឲ្យក្មេងជំនាន់ក្រោយពួកគាត់បានស្គាល់អំពីរុក្ខជាតិខ្មែរយើងកាន់តែច្បាស់ដើម្បីកុំឲ្យបាត់បង់ឈ្មោះនៅថ្ងៃក្រោយហើយប្រសិនបើពុកម៉ែបងប្អូនអំពូមីងមាទាំងអស់គ្នាដឹងអំពីអត្ថប្រយោជន៍ផ្សេងពីនឹងទៀតអាច comment នៅខាងក្រោមវីដេអូទុកជាការចែករំលែកឲ្យពួកគាត់បានដឹងបន្ថែមទៀតផងសូមអរគុណនិងសូមជម្រាបលា